trongចំណុចនេះខ្ញុំសូមជាថាកន្លងទៅគឺមានការលើកឡើងក៏ដូចជាការពិនិត្យអំពីសេហាជួបគណៈកម្មការមានការលើកឡើងសួរជាច្រើនអំពីអត្ថប្រយោជន៍ទីមួយអត្ថប្រយោជន៍ស្អីខ្លះដែលអ្នកបំពេញកាតព្វកិច្ចបានទទួលទីពីរសួរថាការបំពេញកាតព្វកិច្ចវាប៉ះពាល់ស្អីខ្លះមានហេតុផលច្រើនប៉ះពាល់ការសិក្សាប៉ះពាល់ការងារនេះគឺជាកង្វល់ទី3ការកង្វល់ថាចូលរឹសយ៉ាងម៉េចដើម្បីឲ្យមានតម្លាភាពឲ្យយុត្តិធម៌កុំឲ្យកូនអ្នកមានអត់ទៅកូនអ្នកក្រទៅហេតុអីក៏អត្ថប្រយោជន៍និងនីតិវិធីជាច្រើនចាំមិនដាក់នៅក្នុងច្បាប់ដាក់នៅអនុក្រឹត្យទី1ខ្ញុំសូមបញ្ជាក់ថាច្បាប់នេះគឺជាគោលបញ្ជាក់តែចំណុចគោលមួយចំនួនទេដោយឡែកកិច្ចការប្រតិបត្តិជាក់ស្ដែងយើងដាក់នៅក្នុងអនុក្រឹត្យដើម្បីឲ្យមានភាពបត់បែនឧទាហរណ៍អត្ថប្រយោជន៍ដែលត្រូវទទួលបានវាបត់បែនតាមសភាពការអញ្ចឹងយើងមិនចង់ថាបើឆ្នាំនេះត្រូវបន្ថែមអត្ថប្រយោជន៍ផ្សេងតែត្រូវមកឆ្លងសភានោះទេយើងទុកនៅក្នុងការឆ្លងការរៀបចំនីតិវិធីក្នុងការរើសដូចគ្នាតើយើងធ្វើយ៉ាងណាដាក់បែបណាយើងអនុវត្តកម្រិតណាគឺទុកនៅក្នុងនីតិវិធីនៃអនុក្រឹត្យនិងប្រកាសរបស់ក្រសួងដើម្បីឲ្យមានភាពបត់បែនធានានូវប្រសិទ្ធភាពព្រោះអ្វីដែលចាំបាច់នៅក្នុងការធ្វើគឺគោលដៅសំខាន់គឺការគិតគូរពីប្រយោជន៍របស់បុគ្គលរបស់គ្រួសារបុគ្គលគឺជាកលឹះនៃប្រទេសជាតិអញ្ចឹងការអនុវត្តច្បាប់កាតព្វកិច្ចនេះគឺជាឱកាសដែលយករាជរដ្ឋាភិបាលនៅប្រទេសជាតិរបស់យើងអាចយកយុវជនមួយផ្នែកណាយកទៅធ្វើការបណ្ដុះបណ្ដាលទាំងពីដីសម្រាប់ធ្នាប់បណ្ដុះបណ្ដាលជំនាញបំណិតក្នុងកងទ័ពប៉ុន្តែគាត់បម្រើនៅក្នុងកងទ័ពមួយរយៈប៉ុន្តែការបម្រើក្នុងកងទ័ពមិនមែនជាការបម្រើអត់ប្រយោជន៍ឬមួយក៏ជាការខ្ជះខ្ជាយពេលវេលាដែរនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការខិតខំនៅក្នុងការពង្រឹងធនធានមនុស្សមួយនេះក្នុងរយៈពេល24ខែគាត់នឹងទទួលបាននូវការហ្វឹកហ្វឺនជាពិសេសការទទួលខុសត្រូវវិន័យសណ្ដាប់ធ្នាប់និងឆន្ទៈប្រកបដោយស្នេហាជាតិនេះគឺជាកលឹះដែលយើងនឹងធ្វើការប្រែប្រួលទី2គឺការប៉ះពាល់ក្នុងការរៀបចំនៅច្បាប់នេះក្រុមការងារបានជជែកគ្នាលំអិតណាស់មានការលើកឡើងតើប៉ះពាល់កន្លែងណាខ្លះដែលអាចជាអនុគ្រោះឧទាហរណ៍ជាប្រសពតើគួរមានលើកជាប្រសពមានរហូតទៅដល់ការលើកថាពោះម៉ាយកូនច្រើនក៏គួរលើកលែងតែយើងមិនអាចធ្វើបានអ្វីដែលសំខាន់គឺការលើកលែងមួយចំនួនតូចតែប៉ុណ្ណោះនៅក្នុងច្បាប់នេះจะមានអង្គសភាតែប៉ុន្តែជាទូទៅគឺយើងខិតខំនៅក្នុងការរៀបចំច្បាប់នេះនៅកម្រិតណាដែលមានភាពបត់បែនឧទាហរណ៍ការអនុគ្រោះការស្នើសុំមួយឆ្នាំម្ដងជារយៈពេលប្រហែលឆ្នាំក្នុងការគិតគូរដល់ការរៀនសូត្រអ្នកដែលសំខាន់មួយចំនួនពាក់ព័ន្ធกับកាតព្វកិច្ចចាំបាច់នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលរបស់ក្រសួងការពារជាតិនៅក្នុងការកាត់បន្ថយផលប៉ះពាល់និងបង្កើននូវអត្ថប្រយោជន៍ព្រោះយោធិនម្នាក់កាតព្វកិច្ចមិនកាតព្វកិច្ចគឺជាធនធានមនុស្សរបស់កម្ពុជាការពារជាតិខ្លាំងតតែធនធានមនុស្សខ្លាំងហើយធនធានមនុស្សនេះពេលចប់คล้ายទៅជាធនធានមនុស្សរបស់សង្គមចែកមកបំពេញភារកិច្ចនៅក្នុងក្រសួងស្ថាប័នឯកជនឬមួយក៏ផ្ទាល់ខ្លួនចឹងការគិតគូរនេះគ្រប់ជ្រុងជ្រោយហើយយើងប៉ុន្តែខ្ញុំមិនហ៊ានធានាថា100នាក់ឯកភាពទាំង100នាក់ទទួលយកលក្ខខណ្ឌបានន័យថាការលើកលែងការយកយកគឺមានតែចំណុចចំនួនក្រៅពីនឹងគឺជាកាតព្វកិច្ចពាក្យថាកាតព្វកិច្ចនេះគឺត្រូវអនុវត្តនៅក្នុងច្បាប់បាទអញ្ចឹងអ្នកខ្លះអាចមានហេតុផលច្រើនអាចប្រៀបធៀបច្រើននៅពេលដែលប្រជុំគ្នានោះយើងអាចគិតថាបើសិនជាយើងយកហេតុផលទាំងអស់មកដាក់ជាគោលយើងអត់អនុវត្តច្បាប់នេះចេញតែម្ដងមនុស្ស100នាក់មានបញ្ហា100ចំពោះប៉ុន្តែអ្វីដែលសំដៅសួរខ្ញុំឃើញថាខ្វះមួយសំដៅដែលសួរសំខាន់
យើងសួរថាតើយើងបានអីតើយើងអាចខាតអីបារម្ភរឿងជីវភាពបារម្ភរឿងពេលវេលាបារម្ភរឿងការងារប៉ុន្តែសំណួរមួយដែលខ្ញុំអត់បានឃើញនៅក្នុងបណ្ដាញសង្គមក្តីការចោទសួរក្តីថាតើត្រូវធ្វើយ៉ាងណាដើម្បីរួមគ្នាបន្តផ្នត់គំនិតស្នេហាជាតិខ្ពស់ចំពោះប្រជាពលរដ្ឋយើងជាពិសេសយុវជនដែលហ៊ានលះបង់គ្រប់បែបយ៉ាងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌសម្រាប់ជាតិនេះគឺជាសំណួរដែលត្រូវសួរបើសិនជាយើងអាចបន្តឆន្ទៈនេះបានអារឿងខាត2ឆ្នាំអារឿងខាតតិចខ្វះនោះលែងជាចំណុចហើយសំណួរខ្លះដែលយើងសួរហើយឃើញបានលើកឡើងហាក់ដូចជាចូលកាតព្វកិច្ចនេះគឺជាបន្ទុកត្រូវធ្វើយ៉ាងម៉េចបដូរផ្នត់គំនិតនេះការចូលកាតព្វកិច្ចគឺជាមហាកិត្តិយសដែលគ្រប់គ្នាត្រូវចង់ធ្វើនេះគឺជាអ្វីដែលសំខាន់ហើយអង្គសភាចំពោះថ្នាក់ដឹកនាំនៅក្នុងដំណាងរាស្ត្រដែលត្រូវចុះជួបប្រជាពលរដ្ឋនិងឆ្លើយចំនួនប្រជាពលរដ្ឋខ្ញុំគិតថាកលឹះសំខាន់បំផុតពិតណាស់ការដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយបញ្ហាផលប្រយោជន៍ដែលគាត់ទទួលបានtừការកាត់បន្ថយផលប៉ះពាល់ជាវិញ្ញាប៉ុន្តែអត់អាចថាលុបបំបាត់100%ប៉ុន្តែអ្វីដែលសំខាន់គឺការបណ្ដុះបណ្ដាលទុនធានមនុស្សឆន្ទៈមិនមែនតែយុវជនទេគឺទាំងគ្រួសារតែម្ដងដែលមើលច្បាប់កាតព្វកិច្ចនិងការបម្រើជាតិក្នុងការបំពេញកាតព្វកិច្ចនេះគឺជាកិត្តិយសធំសម្រាប់បុគ្គលនិងគ្រួសារនេះគឺជាកលឹះដែលយើងត្រូវរួមគ្នានៅក្នុងការបំផុសស្មារតីនេះឲ្យបានបើសិនជាគាត់ខាត2ឆ្នាំមិនបានផងតើហៅគាត់ទៅប្រយុទ្ធការពារទឹកដីមិនកើតដែលត្រូវលះបង់ជីវិតនេះគឺជាបើគាត់ថាទៅខ្លាចចេះខ្លាចចុះបាត់ប្រាក់ខែចេះបាត់ប្រាក់ខែចុះតើត្រូវលះបង់យ៉ាងម៉េចតើយើងសួរយុវជនដែលកំពុងឈរជើងរាប់ពាន់អ្នករាប់ម៉ឺនអ្នកនៅព្រំដែនការពារទឹកដីរបស់យើងនៅពេលនេះតើពួកគាត់យ៉ាងណាវរៈកងទ័ពវរៈនគរបាលជាតិនិងវរៈអាវុធហត្ថរបស់យើងដែលឈរនៅទីនោះយុវជនដូចគ្នាមានបញ្ហាគ្រួសារដូចគ្នាប៉ុន្តែគេហ៊ានលះបង់មិនមែនដើម្បីប្រាក់ខែទេបើប្រាក់ខែគេមិនហ៊ានលះបង់ជីវិតគេមិនចាំបាច់ទៅទេគេអាចមកធ្វើការងារនៅភ្នំពេញឬមួយគាត់ទៅណាប៉ុន្តែគេហ៊ានទៅនោះហើយនេះហើយគឺជាគោលដៅនៃច្បាប់កាតព្វកិច្ចគឺយើងចង់បង្រីកធនធានមនុស្សដែលមានស្មារតីលះបង់ពោះដើម្បីជាតិមាតុភូមិហើយអាចបំពេញភារកិច្ចពេលជាតិត្រូវការពេលណាតែហ៊ានលះបង់គ្រប់ពីយ៉ាងដែលធំបំផុតគឺហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិនេះគឺជាគោលដៅដែលយើងទាំងអស់គ្នាត្រូវបំផុសស្មារតីនេះឲ្យបានហើយនេះគឺជាអ្វីដែលជាគោលដៅធំនៃច្បាប់កាតព្វកិច្ចក្រោយពី2ឆ្នាំគាត់នឹងមានឆន្ទៈគាត់នឹងមានមនសិការគាត់នឹងមានត្រៀមលក្ខណៈជាប់ខ្លួនគេថាជាប់ជានិច្ចដើម្បីបម្រើជាតិមាតុភូមិអង្គសភាដកទៅម្ដងប្រទេសយើងមួយនេះគឺកម្ពុជាបានផ្ដល់ច្រើនណាស់ឲ្យយើងគ្រប់គ្នាហើយដូចខ្ញុំបាននិយាយបើគ្មានកម្ពុជាកូនខ្មែរជាអ្នកការពារជាតិទឹកដីគ្មានពីណាការពារហើយជាពិសេសបទពិសោធន៍នៃការជឿជាក់នៅក្នុងរយៈពេល1ឆ្នាំនេះជាពិសេសពីសង្គ្រាមជាតិអាចធានាអាចជាកលឹះតែយើងទាំងអស់ត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមទឹកចិត្តដើម្បីជួយហើយខ្ញុំក៏អរគុណដែរហើយខ្ញុំឃើញនៅស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋយើងនៅក្នុងពេលដែលផ្ទុះទោះអាវុធ2ដងយើងឃើញទាំងអស់ទាំងចាស់ទាំងក្មេងទាំងអ្នកនៅក្រៅទាំងអ្នកនៅក្នុងទាំងមន្ត្រីរាជការទាំងអ្នកក្នុងវិស័យឯកជនទាំងអ្នកសុំទៀតចូលរួមដើម្បីកងទ័ពយើងការពារជាតិប៉ុន្តែយើងមិនចង់ឲ្យស្មារតីនេះត្រឹមតែមកភ្លើងច្បាស់ទេគឺយើងចង់ឲ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពដើម្បីត្រៀមលក្ខណៈពេញនេះចឹងការបន្តនៅផ្នត់គំនិតនិងការស្នេហាជាតិគឺជាកលឹះមួយដែលខ្ញុំសូមឲ្យអង្គសភាជាពិសេសអាដាមលោកជំទាវសម្ដែង
ដែលជាថ្នាក់ដឹកនាំដែលជាតំណាងរាស្ត្រដែលត្រូវជួបជាមួយជាប្រព័ន្ធសូមជួយនៅក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាបំផុសនៅស្មារតីស្នេហាជាតិនិងការត្រៀមលក្ខណៈដើម្បីលះបង់ខ្ពស់ដើម្បីការពិជាតិមួយនេះបើសិនជាយើងបញ្យល់គាត់ហើយគាត់យល់លើតម្លៃនេះខ្ញុំគិតថាសំណួររឿងការខ្លាចទៅតែនេះអត់តែនោះបាត់2ឆ្នាំរៀនបញ្ចប់ស្អីវាទៅជារឿងតូចព្រោះការពិជាតិនិងឱកាសនៃការចូលរួមคล้ายទៅជាកិត្តិយសមហាសាលคล้ายទៅជារបស់មួយដែលមានតម្លៃដែលមនុស្សជាពិសេសយុវជនគ្រប់រូបបច្ចេកគ្នាចង់បានលែងទៅសួរសំណួរថាតិចតែកូនអ្នកក្រទៅធ្វើកតាបកិច្ចคล้ายទៅជាសួរថាតិចឲ្យតែកូនអ្នកមានបើសិនជាច្បាប់កតាបកិច្ចនិងការបម្រើកតាបកិច្ចคล้ายទៅជារបស់ដែលចង់បាននេះហើយគឺជាអ្វីដែលយើងចង់បានបើគ្មានឆន្ទៈយើងពង្រឹងកម្លាំងអត់រួចទេទំនើបកម្មអាវុធទំនើបកម្មសភាវុធគ្រឿងបំពាក់យើងមានលុយទិញបានហាត់យើងចំណាយបានប៉ុន្តែបើគ្មានឆន្ទៈពិតប្រាកដពេលដែលសង្គ្រាមទុកឡើងពេលដែលជាតិតម្រូវការអត់មានមនុស្សមួយក៏មនុស្សដែរមិនហ៊ានលះបង់តែនេះខ្ញុំចង់បញ្ជាក់នៅចំណុចកណ្ដឹងនៃច្បាប់កាតព្វកិច្ចសំណួរមួយដែលខ្ញុំចាក់ឃ្លាមួយដែលអតីតប្រធានាធិបតីអាមេរិក John F. Kennedy គាត់តែទៅនិយាយខ្ញុំតែទៅចាក់កុំសួរច្រើនពេកថាប្រទេសជាតិរបស់អ្នកឲ្យស្អីខ្លះទៅអ្នកគ្រប់ពេលគ្នាទៅសួរថាតើអ្នកឯងអាចផ្ដល់ស្អីខ្លះឲ្យប្រទេសជាតិដែរកុំសួរថាអ្វីដែលរឿងតែបានគិតថាអ្វីដែលយើងផ្ដល់ឲ្យផងអញ្ចឹងច្បាប់កាតព្វកិច្ចមួយនេះគឺជាអ្វីដែលជាមធ្យោបាយនិងជាការបណ្ដុះឆន្ទៈសម្រាប់យុវជនក៏ដូចជាគ្រួសាររបស់ប្រជាពលរដ្ឋយើងជាពិសេសចូលបម្រើតគ្រួសារគ្រប់គ្រងពីក្រោយប្រជាជនទាំងមូលគ្រប់វិស័យទាំងអស់មិនថារដ្ឋឯកជនព្រោះនៅក្នុងច្បាប់ក៏តម្រូវឲ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ដើម្បីរួមគ្នាបដោះទៅឲ្យជាតិទៅឲ្យប្រទេសទៅទូចរបស់យើងនេះគឺជាចំណុចតាក់ទងទៅនឹងអត្ថប្រយោជន៍ដែលខ្ញុំចង់